យីអូនឯងមើលឃើញមិនថាអីវ៉ាន់នឹងយកមកពីស្រុកគេអូនអើយណែមកមើលណែចាស់នៅភូមិបងច្រើនណាស់អត់មានចំណូលទេអូនដោយសារតែពួកគាត់អាយុច្រើនគាត់អត់មានលទ្ធភាពធ្វើការងារឲ្យគេទេអញ្ចឹងមានតែពួកបងនឹងមានការងារខ្លះបន្តិចបន្តួចឲ្យពួកគាត់ធ្វើអូនប្រហែលជាអូនធ្វើការឬក៏រស់នៅស្រុកគេយូរពេកអូនទើបអូនអត់បានមើលឃើញអំពីកិច្ចការងារដ៏អស្ចារ្យនៅក្នុងស្រុកយើងអូនផលិតផលនៅក្នុងស្រុកខ្មែរយើងល្អច្រើនណាស់អូនតែគ្រាន់តែមួយចំនួនគឺយើងអត់ទាន់បានធ្វើទីផ្សារបានទូលំទូលាយណាអូនអញ្ចឹងមកអូនមកជួយធ្វើទីផ្សារឲ្យពួកបងអូនពីព្រោះផលិតផលដែលធ្វើនៅក្នុងស្រុកហើយអត់ប៉ះពាល់បរិស្ថានហ្នឹងគឺអត់សូវមានទីផ្សារទេដោយសារតែប្រជាប្រដ្ឋការផ្សព្វផ្សាយរបស់ពួកយើងនឹងមានកម្រិតខ្លាំងហ្មងអញ្ចឹងត្រូវការមនុស្សដូចអូនជួយផ្សព្វផ្សាយបន្តដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងនឹងងាកមកប្រើផលិតផលក្នុងស្រុកឲ្យកាន់តែខ្លាំងឡើងហើយជាពិសេសគឺផលិតផលដូចពួកបងផលិតហ្នឹងគឺអត់ប៉ះពាល់ទៅលើបរិស្ថានទេអូនហើយយើងក៏អាចរកចំណូលខ្លះឲ្យទៅប្រជាពលរដ្ឋខ្មែរយើងមួយចំនួនដែលគាត់អត់មានការងារធ្វើណាអូនដូច្នេះហើយសូមបងម្ចាស់អាជីវកម្មដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ខ្សែយួរអញ្ចឹងអាចងាកមកប្រើប្រាស់ផលិតផលរបស់ពួកយើងបានអញ្ចឹងចុងក្រោយខ្ញុំអរគុណច្រើនសម្រាប់ការគ្រប់គ្រងកន្លងមក